បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនបាទនេះបងប្អូនថ្ងៃនេះមានវត្ថុពិសេសចង់មកបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាលេងកំសាន្តហ្នឹងបងប្អូននេះបាទនេះគឺជាក្រញូងពុកម៉ែបងប្អូនបាទជំនាដែលខ្ញុំជាចេញមកហើយយកទៅធ្វើកម្មបាទធ្វើកម្មរួចរាល់ហើយពុកម៉ែបងប្អូនសាច់នេះគឺកញូងសុទ្ធតែម្ដងបាទនេះពុកម៉ែបងប្អូនណាចង់សម្គាល់អីចង់ដើររោអីនេះពុកម៉ែបងប្អូនមើលខាងក្រៅបាទសាច់គេចឹងពេលឃើញពីក្រៅពុកម៉ែបងប្អូនហើយសាច់ខាងក្នុងនេះពុកម៉ែបងប្អូនណាបាទសាច់ខាងក្នុងពេលកាត់មកចេញមកចឹងពុកម៉ែបងប្អូនហើយត្រាំងក៏ដូចគ្នាត្រាំងពុកម៉ែបងប្អូននេះត្រាំងនេះនៅសល់និយាយទៅខ្ចីត្រាំងនេះខ្ចីបាទសាច់ពីក្រៅអញ្ចឹងបងប្អូននេះហើយនេះត្រាំងចាស់បាទកកคล้ายទៅជាថ្មអស់ហើយបាទហើយសម្រាប់ត្រាំងបងប្អូនបើខ្ញុំសិក្សាមើលប្រហែលអាចតាមសន្តានដីដែរដីខ្លះកកទៅជាថ្មដែរប៉ុន្តែនៅសនៅឡើយកន្លែងខ្លះក៏ខ្មៅបាទណាបងប្អូននេះថ្មអស់ហើយបាទហើយកញូងក៏ដូចគ្នាដែរបាទថ្មអស់ហើយនេះជំនាបងប្អូនបាទជាធ្វើកម្មទៅក៏នៅសេសសល់តិចតួចក៏មិនចោលដែរយកមកទាំងអស់បាទនេះបងប្អូនកម្មបាទនេះបងប្អូននេះកម្មបាទសាច់កញូងសុទ្ធតែម្ដងណាបងប្អូនអញ្ចឹងបានដុំទូចទេល្មមបងប្អូនមកកម្មកញូងคล้ายទៅជាចំណុចខ្លះក៏คล้ายទៅជាដបងអស់ហើយដែរបាទហើយសាច់បងប្អូនអើយនេះសាច់បាទនេះខាងនេះក៏សាច់ស្អាតដែរនេះបងប្អូននេះបាទនេះបងប្អូននេះសាច់កញូងសុទ្ធបាទបើមួយនេះទៅជាគ្រីស្តាល់បាត់ទៅហើយបាទហើយនេះត្រាំងបងប្អូននេះត្រាំងបាន3គ្រាប់បាទមានត្រាំងខ្មៅ2ម្ដុំនេះបាន2ហើយម្ដុំទៀតយើងស្លេកបាទហើយនឹងកញូងនេះបាន9គ្រាប់បាទ2 4 6 8 9គ្រាប់បងប្អូនត្រាំង3ទាំងអស់12មកគុណម្ដាយរបស់យើងអញ្ចឹង12គ្រាប់បាទបងប្អូននិយាយទៅគឺអ្នកស្រឡាញ់បានដឹងតែពិសេសស្អាតបាទអ្នកអត់ស្រឡាញ់ទេក៏ធម្មតាបាទតែបើអ្នកស្រឡាញ់វិញប៉នេះបងប្អូននៅកម្ររោគណាស់បាទបងប្អូនអញ្ចឹងសម្រាប់ត្រាំងក៏ការពារកញូងក៏ការពារអញ្ចឹងក៏សិតតែរុក្ខទេវតាទាំងអស់បាទអរគុណច្រើនបងប្អូនថ្ងៃនេះចែករំលែកបងប្អូនទស្សនាលេងកំសាន្តប៉ុណ្ណឹងបាទអរគុណច្រើនបងប្អូនបាទជម្រាបលាបាទ